មានការកៀងនឹងខ្លួនឯងជាខ្លាំងថ្ងៃមុនណានិយាយឡើងលះស្ទើរធីរ៉ាមីស៊ុខែភ្ជុំចេញវីដេអូមកបោកគេត្មងណាណាក៏គេស្គាល់ដែរអ្នកទាំងអស់គ្នាឃើញតែម្សៅដឹងហើយថាធ្វើអីរាល់ឆ្នាំមកតែខែភ្ជុំគឺថាអ្នកម្ដាយខ្ញុំសសឹកសស្រាំណាស់ធ្វើអន្សមផងនំជាលផងអីចឹងណាតែឆ្នាំនេះម៉ែថាសម្រាប់អីអត់មានអ្នកជួយណាមួយពុករវីរវល់ស្រូវផងហើយមិនបានធ្វើស្រូវតាណាផងអីផងក៏សម្រាប់សិនទៅគេថារួចខ្លួនហើយតានេះតែមានណាចែក៏ថាដូចជាចង់ធ្វើនំជាលហូបហើយចឹងក៏ទៅជួយគាត់ទៅប៉ុន្តែមិនមែនតែជួយណាគឺទៅមើលព្រោះអីគាត់ថានំដែលស្រួលធ្វើជាងគេគឺនំជាលនឹងឯងហើយដំណើរការនៃការធ្វើនំជាលហ្នឹងគឺថាយកអង្ករត្នោតហ្នឹងទៅត្រាំទឹករួចហើយយកទៅកិនបន្ទាប់មកយកទៅសកត់ឲ្យស្រក់ទឹកឲ្យអស់ម្សៅកករឹងហើយយកមកច្បាច់វិញច្បាច់ឲ្យចាក់ខ្ទិះដូងចូលបន្ទាប់មកកូរច្បល់ឲ្យម្សៅហើយនឹងខ្ទិះដូងហ្នឹងរលាយចូលគ្នាចំពោះចង្ក្រានជើងឆ្នាំងដើម្បីរៀបចំចំហុយនំជាលហ្នឹងគឺថាអ្នកទាំងអស់គ្នាឆ្នៃមិនឆ្នៃទៅនិយាយយ៉ាងណាធ្វើមិនឲ្យចំហុយនំទៅឆ្អិនចំណែកអ្នកខាងនេះគឺថាមានពុះអាស័យផងចងផងធ្វើមិនឲ្យវាផុតពីទឹកណាដើម្បីចាក់ទឹកចូលទៅដើម្បីចំហាយទឹកហ្នឹងវាភាយទៅឆ្អិនល្អឥឡូវនេះយើងក៏បានបន្ថែមអំបិលហើយនឹងស្ករត្នោតចូលទៅក្នុងម្សៅហើយលាយកូរច្បាច់វាឲ្យម៉ត់ចូលគ្នាកាលពីមុនមកធ្លាប់ឆ្ងល់ថាហេតុអីបានមិនថាជាធ្វើបង្អែមឬក៏ធ្វើនំអីទេតែតែឃើញគេហ្នឹងលួចបន្ថែមអំបិលរហូតគេថានៅពេលដែលថែមអំបិលទៅវាធ្វើឲ្យរសជាតិរបស់នំហ្នឹងវាអត់មានលក្ខណៈថាផ្អែមភ្លាវវាលក្ខណៈថាផ្អែមមុតអីចឹងណាហើយនំជាលថ្ងៃហ្នឹងផងដែរអត់មានជាលទេមានតែស្មុកហើយស្មុកហ្នឹងខ្ចីគេទៀតបន្ទាប់ពីបានលាយល្បាយម្សៅស្ករអីចូលគ្នាហើយចាយក៏គាត់បានបន្ថែមនៅល្ងបន្តិចទៅរួចហើយគាត់ក៏ធ្វើការកូរវឹកឲ្យវាចូលគ្នាឲ្យវាសប់ល្ងសប់ម្សៅណាឥឡូវនេះផ្នែកចង្ក្រានក៏រួចរាល់ហើយចំណែកឯម្សៅរបស់នំយើងហ្នឹងក៏រួចរាល់ដែរអញ្ចឹងហើយចាប់ដើមទាញស្មុកមកបត់ស្លឹកចេកដាក់ហើយចាក់ម្សៅចូលហើយក្នុងមួយស្មុកហ្នឹងចាយក៏ដាក់ច្រើនទេម្សៅគាត់ដាក់ប្រហែលជា3 4វែកទេគាត់ខ្លាចថាដាក់ច្រើនទៅធ្វើឲ្យសាច់ម្សៅក្រាស់អញ្ចឹងទៅខ្លាចនំយើងហ្នឹងវាក្រឆ្អិនអញ្ចឹងគាត់ដាក់មកល្មមបន្ទាប់មកយើងក៏ចាប់ដើមយកវាទៅចំហុយនៅក្នុងឆ្នាំងចំហុយបណ្ដាគឺថាមេឃភ្លៀងបណ្ដាឥឡូវនេះនំយើងចាប់ផ្ដើមឆ្អិនហើយយើងក៏ធ្វើការបើកមើលហើយភ្លក់មើលថាតើវាឆ្អិននៅបើចំពោះរសជាតិនំវិញគឺយើងភ្លក់រួចហើយកាលពីវានៅជាម្សៅឥឡូវនេះយើងគ្រាន់តែភ្លក់ឲ្យដឹងថាវាឆ្អិនឬក៏ឆៅទេឥឡូវនេះចែកក៏ដួសមួយមកហើយក៏ឲ្យយើងភ្លក់ថាវាឆ្អិនហើយនៅខ្ញុំថា register ឆ្អិនអញ្ចឹងណាតែចែកក៏ថាឆ្អិនហើយគាត់តែឃើញរូបរាងនំភ្លាមនឹងសម័យដល់អីគេនំធឿននំធីរ៉ាមីស៊ុតែការពិតទៅរូបរាងនៃនំធីរ៉ាមីស៊ុពិតប្រាកដមិននឹងរូបរាងមិនផងបានតែឃើញតាមទូរស័ព្ទហ្នឹងហើយឥឡូវនេះនំដែលគាត់បានធ្វើការចំហុយហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយនំប៉ុណ្្នឹងគាត់ត្រូវបែងចែកទៅច្រើនកន្លែងដែរមានឲ្យមកខ្ញុំផងឲ្យតែម៉ែគាត់ផងឲ្យទៅបងគាត់ផងហើយនឹងក្មួយតែมันបានច្រើនទេបានម្នាក់មួយម្នាក់ពីរអីចឹងណាយើងចែករំលែកគ្នាព្រោះថាបងគាត់ក៏មិនបានធ្វើដែរអ្នកគ្នាគេល្បីមិនអត់អានំគោះហ្នឹងមិនអត់អាហ្នឹងគេហៅអីគេហៅនំធឿនធីរ៉ាមែនទេនំធីរ៉ាមីស៊ុមិនមែនអត់